ចំណងជើងអេពីសូត10តើខ្ញុំជាមនុស្សអាក្រក់ឬទេដែលបានកំពុងនឹងលេងលះប្តីរបស់ខ្ញុំបន្ទាប់ពីខ្ញុំដឹងថាគាត់បាន subscribe channel OF របស់មិត្តភ័ក្តិកាលពីក្មេងរបស់ខ្ញុំអញ្ចឹងសម្រាប់អ្នកដែលស្គាល់ OnlyFans ហើយក៏ស្គាល់ទៅអ្នកដែលអត់ស្គាល់ខ្ញុំក៏អត់បញ្យល់ដែរខ្ញុំសុំអត់បញ្យល់អារឿងចឹងនៅក្នុងទីសាធារណៈបើអត់ស្គាល់ទេក៏រំលងវាចោះសាច់រឿងគេខ្ញុំភេទស្រីអាយុ28ឆ្នាំនិងប្តីរបស់ខ្ញុំអាយុ31ឆ្នាំពួកយើងបានរៀបការ2ឆ្នាំហើយប៉ុន្តែបានរស់នៅជាមួយគ្នា5ឆ្នាំពួកយើងមានកម្រងថានឹងយកកូនឆាប់ៗនេះខ្ញុំបានរៀបចំគ្រប់យ៉ាងរួចអស់ហើយប៉ុន្តែរឿងទាំងអស់នេះបានប្រែប្រួលបន្ទាប់ពីអ្វីដែលគាត់បានធ្វើការពីសប្តាហ៍មុនដែលធ្វើឲ្យខ្ញុំផ្លាស់ប្ដូរចិត្តទាំងស្រុងខ្ញុំបានចូលទៅមើល IG របស់គាត់ហើយនឹងអ្នកដែលគាត់បាន following តែមិនបានគិតថាគាត់ក្បត់ខ្ញុំឬក៏អីទេខ្ញុំព្យាយាមរកមិត្តភ័ក្តិរួមគ្នាដែលបានធ្វើការជាមួយគ្នានៅកន្លែងតែមួយឬក៏អីចឹងអានេះតាមខ្ញុំស្មាននេះណាអាចនឹងគាត់ចូលទៅមើល mutual friend របស់ប្តីរបស់គាត់likeគាត់ចង់ធ្វើកម្មវិធីអីមួយចឹងរកអញ្ជើញណាអីចឹងណាបែបហ្នឹងចឹងអានឹងន័យរបស់គាត់ពេលដែលខ្ញុំកំពុងតែ scrolling រកស្រាប់តែខ្ញុំបានឃើញ account របស់មិត្តភ័ក្តិចាស់របស់ខ្ញុំកាលពីនៅក្មេង childhood friend នាងកំពុងតែ promote channel OF របស់នាងរឿងនេះធ្វើឲ្យខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាឈឺ like sick ពេលដែលគាត់មកពីធ្វើការវិញវារៀងយប់ហើយខ្ញុំញ័រសាច់ពេកនិយាយអីមិនទាន់ចាញ់ពេលហ្នឹងព្រឹកបន្ទាប់មកខ្ញុំក៏បាន message ទៅសួរមិត្តភ័ក្តិរបស់ខ្ញុំថាតើនាងស្គាល់ប្តីរបស់ខ្ញុំទេហើយដឹងអត់ថាប្តីរបស់ខ្ញុំបាន follow នាងក៏បាននិយាយថា yes នាងដឹងហើយនាងក៏បានប្រាប់ខ្ញុំទៀតថាគាត់បាន subscribe her OF ទៀតផងរឿងនេះធ្វើឲ្យខ្ញុំខឹងខ្លាំងមែនទែននាងដឹងដែរតែមិនប្រាប់ខ្ញុំច្បាស់ក្នុងចិត្តណាស់ថាខ្ញុំនឹងលែងមានទំនាក់ទំនងជាមួយនាងទៀតហើយចាប់ពីពេលនេះទៅប៉ុន្តែរឿងដំបូងគឺខ្ញុំត្រូវតែដោះស្រាយជាមួយប្តីរបស់ខ្ញុំសិន Finally ខ្ញុំក៏សម្រេចចិត្តថាយករឿងហ្នឹងទៅនិយាយជាមួយគាត់បង្ហាញឲ្យគាត់ឃើញខ្ញុំសួរថា account ហ្នឹងជាអ្វីដឹងអត់ថាម្នាក់ស្រីហ្នឹងជាអ្នកណាគាត់មានទឹកមុខភ័យហើយក៏ប្រាប់ខ្ញុំវិញថាគាត់អត់ស្គាល់ទេខ្ញុំបានឲ្យគាត់មើល message របស់ខ្ញុំជាមួយនឹងនាងចុងក្រោយមកគាត់ក៏សារភាពខ្លះខ្ញុំបានប្រាប់គាត់ថាខ្ញុំចង់លេងគ្នាពីព្រោះខ្ញុំចាស់ចានហើយខ្ញុំបាន block គាត់ហើយនឹងមិត្តភ័ក្តិនឹងគ្រប់ទីកន្លែងទាំងអស់កាត់ការពួកនឹងទាំងស្រុងតែម្ដងមិនសមមិញតែឥឡូវនេះខ្ញុំចេះតែទទួលបាន message ពី account ដែលខ្ញុំមិនស្គាល់ប្រាប់ខ្ញុំថាខ្ញុំជាមនុស្សល្ងងដែលលេងប្តីរបស់ខ្លួនឯងដោយសារតែរឿងប៉ុណ្ណឹងមួយចំណែកតូចរបស់ខ្ញុំមានអារម្មណ៍ថាតើខ្ញុំគួរអត់អានឲ្យគាត់ឬទេប៉ុន្តែខ្ញុំនៅតែខឹងហើយមិនអស់ចិត្តសោះដែលគាត់លាក់រឿងហ្នឹងតើខ្ញុំជាមនុស្សអាក្រក់ឬទេអូខេថាប់ comment មិនអាក្រក់ទេបើសិនជារឿងហ្នឹងកាត់ឡើងមកលើខ្ញុំក្អួតងាប់ភាពផិតក្បត់នេះគួរឲ្យខ្លាចមែនទែន she គួរតែធ្វើជាមិត្តភក្តិពីក្មេងរបស់អ្នកហើយនឹង he គួរតែធ្វើជាប្តីរបស់អ្នកប៉ុន្តែពីរអ្នកហ្នឹងចាត់ទុកអ្នកដូចជាចុចអាហ្នឹងវាហូបរំដែនហើយបើជាខ្ញុំក៏ខ្ញុំខ្ពើមពីអ្នកហ្នឹងដែរ comment បន្ទាប់ទៀតប្រកាសណាស់មើលរឿងបែបហ្នឹងអាចត្រូវហើយនឹងខុសប៉ុន្តែអ្វីដែលខុសខ្លាំងតែម្ដងនោះគឺពីរអ្នកហ្នឹងបានស្គាល់គ្នានឹងក្រៅហើយគាត់នៅតែទៅ subscribe channel ហ្នឹងទៀតនេះដូចជានៅចាំតែថ្ងៃពីរអ្នកហ្នឹងតាក់ទងគ្នាតើអ្នកបានគេចផុតពីក្របកំភ្លើងហើយ like you dodge the bullet ខ្ញុំមិនដឹងថាខ្ញុំប្រើខ្មែរទៅវារៀង make sense អត់ទេព្រោះអានឹងខ្ញុំធ្វើនៅអ្វីដែលខ្ញុំអាចធ្វើបានទេណាអូខេការគិតរបស់ខ្ញុំហ្នឹងហើយខ្ញុំគិតចឹងដែរខ្ញុំគិតថាបើសិនជាពីរអ្នកហ្នឹងអត់ដែរស្គាល់គ្នាណា like មនុស្សប្រុសមើលអញ្ចឹងវាអត់មានអីចម្លែកទេវាធម្មជាតិរបស់គេហើយប៉ុន្តែសំខាន់ពីរអ្នកនឹងស្គាល់គ្នានឹងក្រៅអូខេបើឲ្យខ្ញុំសម័យហ្មងថាអនាគតប្តីរបស់ខ្ញុំមើល like មិត្តភ័ក្តិរបស់ខ្ញុំយ៉ាងអីចឹងហើយគេមិនអីចឹង like មិនចឹងអានឹងវាដូចអានឹងគេក្បត់យើងមើលហើយខ្ញុំគិតថា yeah it's a cheating មានអារម្មណ៍ថាវាជាទង្វើដែលអត់គោរពមែនទែនហ្មង very disrespectful តែខ្ញុំអត់ច្បាស់ដូចគ្នាថាបើសិនជាខ្ញុំជា OP ខ្ញុំនឹងលេងប្តីនឹងអត់ទេអាចថាដោះស្រាយដោយមានវិធីផ្សេងសិនអីសិនចឹងណាgive him second chance ឬក៏អីព្រោះជាក់ស្ដែងស្ដាប់មើលទៅប្តីនឹងអត់ទាន់បានក្បត់គាត់ physically វាថាទៅពាក់ព័ន្ធមួយអ្នកស្រីនោះទេគាត់ថា like មើលពីចឹងអីចឹងណាចឹងខ្ញុំរៀងអត់សូវច្បាស់ដូចគ្នាតែគួរធ្វើមិនចឹងដូច្នេះហើយបើខ្ញុំយករឿងហ្នឹងមកនិយាយព្រោះខ្ញុំចង់បានយោបល់ពីអ្នកទាំងអស់គ្នាណាបើជាអ្នកទាំងអស់គ្នាគួរធ្វើមិនចង់ជួយ comment ប្រាប់ខ្ញុំនៅក្រោមនឹងផង so ចាំជួបគ្នានៅអេពីសូតក្រោយទៀតបាយ